បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទជំរាបថៃជាតិ learning បាទវីដេអូនេះគឺខ្ញុំមកបង្ហាញពីរបៀបក្នុងការ add កាលបរិច្ឆេទនៅក្នុង Microsoft Word ដែលពុកម៉ែបងប្អូនគ្រាន់តែចុចទៅគឺវា add តែម្ដងតែពុកម៉ែបងប្អូនខ្ជិលសេអីចឹងណាបាទចំខាត់ពីយូរយើងនឹងទៅមើលទាំងអស់គ្នាតែមុនទៅមើលបាទពុកម៉ែបងប្អូនដែលទើបតែឃើញវីដេអូនេះបាទកុំភ្លេចជួយចុច subscribe ណាមួយផងដើម្បីទទួលបាននូវវីដេអូផ្សេងៗទៀតនៅពេលអនាគតទោះជាចំណេះដឹងមិនច្រើនក្តីក៏ចំណេះដឹងខ្លះដែរបាទពុកម៉ែបងប្អូនក៏អាចមើលវីដេអូផ្សេងៗទៀតផងដែរនៅក្នុង link ខាងក្រោមវីដេអូនេះដោយឥតគិតថ្លៃបាទអាចចំខាត់ពីយូរតោះយើងជួយទៅក្នុង Microsoft Word ពីរបៀបក្នុងការដាក់ប្រតិទិនឬក៏ការបរិច្ឆេទនៅក្នុង Microsoft Word ទាំងអស់គ្នាសួស្តីឥឡូវខ្ញុំចូលក្នុង Microsoft Word ខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនពីរបៀបមួយជាគន្លឹះមួយមិនមែនជាថ្មីទេព្រោះនេះមានគេច្រើនដឹងហើយគេហៅថា existed knowledge ចំណេះដឹងមានស្រាប់គាត់ថាខ្ញុំមកបង្ហាញពុកម៉ែបងប្អូនអរគ្នាអញ្ចឹងណាបាទអញ្ចឹងធ្វើម៉េចពុកម៉ែបងប្អូននឹងដាក់ថ្ងៃខែ load auto អញ្ចឹងវាមានកន្លែងយើងចុចអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាចុចទៅវាដូរថ្ងៃខែ auto បែបហ្នឹងបាទថ្ងៃចេញថ្ងៃចូលអីចឹងថ្ងៃទី12ខែ1ឬក៏គាត់ចេញនៅក្នុងខែ2ទីហោខែ2ថ្ងៃទី25ខែ2អីចឹងទៅបាទអញ្ចឹងធ្វើដូចម្ដេចដើម្បីដាក់អាហ្នឹងតោះយើងនឹងទៅមើលទាំងអស់គ្នាខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុងតារាងខាងក្រោមបាទកុំឲ្យខាត់ពេលឬក៏ពុកម៉ែបងប្អូនធុញឲ្យថាខ្ញុំនឹងស៊ីពេលអញ្ចឹងទៅបាទអញ្ចឹងកុំឲ្យពុកម៉ែបងប្អូនថាខ្ញុំស៊ីពេលឥឡូវទៅដល់ក្រោមទៀតបាទខ្ញុំបញ្យល់មួយអញ្ចឹងណាពុកម៉ែបងប្អូនឲ្យពុកម៉ែបងប្អូនអរគ្នា you'll understand everything what I do from the first អញ្ចឹងណាអ្នកនរគ្នាអ្វីដែលខ្ញុំធ្វើពីដំបូងអីចឹងទៅបាទអញ្ចឹងឥឡូវខ្ញុំមកបង្ហាញអ្នកគ្នានៅក្នុងតារាងនេះដែលខ្ញុំនឹងមិនបង្ហាញច្រើនទេអានេះវាច្រើនគួរសមហើយខ្ញុំបង្ហាញខាងក្រោមនេះបាទជូនពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើម៉េចដើម្បីដាក់ការបរិច្ឆេទហ្នឹងអូតូនៅក្នុង Microsoft Word ចំពោះតារាងដែលពុកម៉ែបងប្អូនខ្ជិលไว้ពុកម៉ែបងប្អូនໄວក៏បានប៉ុន្តែនេះចន្លោះពុកម៉ែបងប្អូនចង់គាត់តែចុច update អីចឹងទៅគាត់ចេញគាត់ចូលម៉ោងចេញចូលធ្វើការគាត់ចូលថ្ងៃទីប្រហែលចេញប្រហែលអញ្ចឹងមានម៉ោងមានអីដែរអ្នកគ្នាកន្លែងហ្នឹងអាចដាក់ម៉ោងដែរបានអញ្ចឹងណាអញ្ចឹងខ្ញុំនឹងប្រាប់អ្នកមានឥតនៅកន្លែងនេះតែម្ដងតើវាមានម៉ោងមានអីយ៉ាងម៉េចបាទអញ្ចឹងពុកម៉ែបងប្អូនអាចឆ្នៃតាមនឹងទៅបាទអញ្ចឹងជាដំបូងពុកម៉ែបងប្អូនដាក់ cache នៅបែបនេះពុកម៉ែបងប្អូនទៅបើក menu មួយនៅក្នុង Microsoft Word យើងហ្នឹងដែលគេហៅថា developer អញ្ចឹងពុកម៉ែបងប្អូនមើលនេះវាអត់មានទេអត់មាន developer នឹងទេអញ្ចឹងណាអញ្ចឹងដើម្បីបើក function គេហៅថា menu developer ហ្នឹងពុកម៉ែបងប្អូនចូលទៅកាន់ file ហើយតបមកយើងចូលទៅកាន់ more បាទកន្លែងហ្នឹងបញ្ជាក់បើសិនជាកញ្ចក់កុំព្យូទ័ររបស់ពុកម៉ែបងប្អូនធំគឺវាអត់ចេញ more ទេគឺវាចេញទាំងអស់តែម្ដងគឺពុកម៉ែបងប្អូនចូលទៅកាន់ option យកតែម្ដងអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនចុចកាន់ option ហើយបន្ទាប់មកពុកម៉ែបងប្អូនឲ្យមើលមកក្រោមរកពាក្យថា customize ribbon ពុកម៉ែបងប្អូនចុច customize ribbon ហើយពុកម៉ែបងប្អូនមើលកន្លែងជួរ customize ribbon នេះពុកម៉ែបងប្អូនមើលនៅក្នុងប្រអប់ទាំងនេះហើយពុកម៉ែបងប្អូនមើលមកមាន developer បើសិនជាអត់មាននៅខាងនោះទេវានៅខាងនេះពុកម៉ែបងប្អូនចុចខាងនេះហើយ add មកនៅខាងនេះមកដល់ហើយពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងពុកម៉ែបងប្អូនឃើញ developer នេះពាក្យថា developer ពុកម៉ែបងប្អូនចុច tick មួយហើយបន្ទាប់មកពុកម៉ែបងប្អូនចុចពាក្យថា OK បន្ទាប់មកពុកម៉ែបងប្អូននឹងឃើញប៊ីតុងមួយគេហៅថា developer នៅក្នុងល្បា menu ដែលពីមុនអត់មានទេបាទអាហ្នឹងដូចនៅក្នុង Microsoft Excel អញ្ចឹងណាបាទអញ្ចឹងបន្ទាប់មកពុកម៉ែបងប្អូនដាក់ cache នៅក្នុងកន្លែងដែលពុកម៉ែបងប្អូនចង់ដែរហើយបន្ទាប់មកពុកម៉ែបងប្អូនចូលទៅកាន់ developer បាទតទៅចុចចូល developer ពុកម៉ែបងប្អូនមើលកន្លែង function វាមានច្រើនពុកម៉ែបងប្អូនមើលកន្លែង control នេះអញ្ចឹងកន្លែង control វាមាននេះប៊ីតុងជាច្រើននឹងហៅប៊ីតុងពុកម៉ែបងប្អូនអាចធ្វើបានបាទ control អាចយកមកប្រើប្រាស់បានអញ្ចឹងវីដេអូនេះគឺបង្ហាញពុកម៉ែបងប្អូនចូលថ្ងៃខែឬក៏ម៉ោងអីចឹងណាអញ្ចឹងពុកម៉ែបងប្អូនយកមកនេះយកមកដាក់លើហ្នឹងគេដាក់ថា data content control ពុកម៉ែបងប្អូនជិះប៉ក់វាចូលមកពុកម៉ែបងប្អូនគ្នាបើមិនពុកម៉ែបងប្អូនចង់ដាក់កន្លែងផ្សេងទៀតដាក់ឲ្យគ្រប់ចឹងមកណាបាទអញ្ចឹងបន្ទាប់មកពុកម៉ែបងប្អូនចុចកន្លែងលើហ្នឹងមួយបន្ទាប់មកពុកម៉ែបងប្អូនចុចកន្លែងសញ្ញាព្រួយនេះវា load មកឲ្យយើងដាក់ពេលចុចមកយើងឃើញថាវា load ថ្ងៃខែមុនបន្ទាប់មកថ្ងៃចុងក្រោយថ្ងៃបន្ទាប់មកឆ្នាំអញ្ចឹងវា load នេះគឺ load បែបតាមកុំព្យូទ័ររបស់យើងហើយវា load ទៅតាមអឺរ៉ុបតាមបែបអង់គ្លេសអញ្ចឹងណាបែប United States អញ្ចឹងពុកម៉ែបងប្អូនធ្វើការកែប្រែឲ្យត្រូវទៅតាមថ្ងៃខែរបស់យើងនេះបាទថ្ងៃខែឆ្នាំអានេះខែថ្ងៃឆ្នាំវិញបាទអានេះចំពោះពុកម៉ែបងប្អូនដែលគាត់ចេះមើលគាត់ដឹងថាខាងអាណាថ្ងៃអាណាខែណាប៉ុន្តែបើពុកម៉ែបងប្អូនមួយចំនួនគាត់មើលតែលើនេះអាចនឹងឈឺក្បាលបន្តិចព្រោះថាថ្ងៃមុនតែនេះវាលូតខែមុនបាទអញ្ចឹងដើម្បីធ្វើការកែប្រែហ្នឹងពុកម៉ែបងប្អូនចុចលើវាហើយពុកម៉ែបងប្អូនចូលទៅកាន់កន្លែង developer នឹងដែរហើយចាំមកពុកម៉ែចូលកន្លែង control ដែរហើយចាំមកពុកម៉ែចូលទៅកន្លែងទៅកាន់ property ពុកម៉ែបងប្អូនចុច property ពុកម៉ែបងប្អូនមើលខាងក្រោមនេះខ្ញុំអាចដាក់ឈ្មោះបាន
តែមិនចូលឲ្យ display the date like this អញ្ចឹងកន្លែងហ្នឹងពុកម៉ែបងប្អូនអាចជ្រើសរើសមាន template ហ្នឹងបានមានចេញថ្ងៃពេញចេះចេញខែពេញហើយចេញថ្ងៃបាទហើយមានចេញថ្ងៃខែចេញម៉ោងទៀតម៉ោងដែលគាត់ចាក់ចេញអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនឬក៏ដាក់តែម៉ោងឬក៏ដាក់ថ្ងៃខែហើយម៉ោងទៀតអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយពុកម៉ែបងប្អូនធ្វើការកែតាមនឹងមកនេះកែនេះឥឡូវខ្ញុំអត់បង្ហាញអាម៉ោងនឹងទេបើសិនជាពុកម៉ែបងប្អូនចង់ធ្វើជ្រើសមកពីវាបង្ហាញចុងម៉ោងចុងថ្ងៃខែតែគាត់ចេញទៀតវាស្រួលអញ្ចឹងណាបាទអញ្ចឹងខ្ញុំបង្ហាញចុងថ្ងៃខែនេះទេហើយថ្ងៃខែនេះពុកម៉ែបងប្អូនដូចខ្ញុំបង្ហាញមិញអញ្ចឹងគឺវា load នេះពុកម៉ែបងប្អូនវា load ខែមុនហើយនេះនៅពេលដែលយើងចូលកន្លែង property ហើយពុកម៉ែបងប្អូនអាចធ្វើការកែកន្លែងហ្នឹងឲ្យវាទៅជាថ្ងៃមុនដើម្បីឲ្យទៅតាមខ្មែរយើងអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងអ្នកនេះទៅធ្វើការបដូរកន្លែងតារាងនេះពុកម៉ែបងប្អូនដូរ M នេះអញ្ចឹង M ហ្នឹងគេសេ capital letter អញ្ចឹងពុកម៉ែបងប្អូនត្រូវតែសេ capital letter ឡើងវិញតែបើសិនជាពុកម៉ែបងប្អូនសេអក្សរ M ទូចនោះវាអត់ដើរទេអញ្ចឹងបើសិនគេសេ M ធំយើងសេ M ធំតែយើងបដូរវាកន្លែងមុខហ្នឹងទៅជាថ្ងៃវិញពុកម៉ែបងប្អូនអរគ្នាយើងដាក់ថ្ងៃ2មកបាទហើយតមកយើងដាក់ M2 M ហ្នឹងយើងត្រូវដាក់អក្សរធំណាអ្នកនរកាលណាយើងដាក់អក្សរទូចវាអត់ស្គាល់បាទវាអត់ស្គាល់ខ្ញុំអត់ដឹងមិនដែរប៉ុន្តែវាជា default របស់ Microsoft Word បាទអញ្ចឹងពុកម៉ែបងប្អូនធ្វើតាមវាមកវាដាក់អក្សរធំយើងដាក់អក្សរធំអាអក្សរទូចតែមកបាទអញ្ចឹងប៉ុណ្ណឹងបាទចំពោះ function ឬក៏មុខងារផ្សេងទៀតដែលពុកម៉ែបងប្អូនចង់ប្រើនៅក្នុងតារាងហ្នឹងបាទពុកម៉ែបងប្អូនធ្វើការប្រើទៅដែលមានថ្ងៃការបច្ឆេទម៉ោងអីកាន់ថែមទៀតឬក៏ដាក់តែម៉ោងទទេអីបាទអាស្រ័យលើពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំធ្វើប៉ុណ្ណឹងហើយខ្ញុំកែប៉ុណ្ណឹងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមើលអញ្ចឹងណាបាទពុកម៉ែបងប្អូនដាក់ M3 ក៏បានឬក៏មិនក៏បានអាស្រ័យពុកម៉ែបងប្អូនសាកបាទសាកទៅបាទសាកខ្លួនឯងទៅបាទសាកទៅវាបែរចេញជាគំនិតថ្មីអញ្ចឹងទៅខ្ញុំទៅប៉ុណ្្នឹងទេហើយបន្ទាប់មកពុកម៉ែបងប្អូនអត់មានកែអីទៀតទេបាទប៉ុណ្្នឹងហើយពុកម៉ែបងប្អូនចុចអូខេអញ្ចឹងពុកម៉ែបងប្អូនឃើញថាវាកែមកថ្ងៃមុនហើយគឺថ្ងៃទី14បាទខែ1ឆ្នាំ2026ពុកម៉ែបងប្អូនចង់ដូរទៅខែ3ថ្ងៃទី15ឧទាហរណ៍បាទចុចមកវា load ទៅថ្ងៃទី15ខែ3ឆ្នាំ2026បាទចំពោះកន្លែងផ្សេងទៀតគឺវា load ខែមុនអញ្ចឹងពុកម៉ែបងប្អូនធ្វើការដូរ property នឹងឲ្យអស់មកបាទដូចអ្វីដែលខ្ញុំបង្ហាញមុននឹងអញ្ចឹងពុកម៉ែបងប្អូនកន្លែងផ្សេងៗណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាមានប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងគ្នាបាទហើយក៏អត់ចង់និយាយច្រើនទៀតដែរកុំឲ្យពុកម៉ែបងប្អូនមួយចំនួនគាត់ថាខ្ញុំហ្នឹងស៊ីម៉ោងបាទបើសិនជាស៊ីម៉ោងពុកម៉ែបងប្អូនអាចឲ្យសារវីដេអូទៅមុខបានអញ្ចឹងព្រោះថាវាអត់មានអីទេបាទពុកម៉ែបងប្អូនអាចធ្វើការសារបានបើសិនជាពុកម៉ែបងប្អូនគិតថាវាយូរអីអញ្ចឹងតែបាទប៉ុន្តែយើងមិនអាចប្រកបចិត្តមនុស្សគ្រប់គ្នាបានទេបាទអរគុណច្រើនបាទមនុស្សច្រើនណាស់បាទអញ្ចឹងយើង to do what we want to do so don't care about other បាទ just care about someone that care about you okay បាទអញ្ចឹងសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ហើយសង្ឃឹមថានឹងជួបពុកម៉ែបងប្អូននៅវីដេអូក្រោយបាយ